កែបក្នុងរដូវផ្កាកង្កោកក្រុងមាត់សមុទ្រប្រែពណ៌ទៅជាកម្រាលព្រំក្រហមឆ្អៅបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្តនៅពេលដែលកម្ដៅខែមេសានិងឧសភាបានឈានចូលមកដល់វាក៏ជាពេលវេលាដែលក្រុងកែបបោះជំហានចូលទៅរកក្នុងរដូវដ៏ស្រស់ត្រកាលបំព្រងបំផុតប្រចាំឆ្នាំនាពេលនេះការកង្កោកដែលជាតំណាងឲ្យភាពរស់រវើកនៃធម្មជាតិបានចាប់ផ្ដើមរីកស្គុះស្គាយដេកដាស់តាមដងផ្លូវបង្កើតបានជាផ្ទាំងទស្សនីយភាពដែលអ្នកទេសចរមិនគួររំលងបានបច្ចុប្បន្នខេត្តកែបកំពុងតែគ្របដណ្ដប់ដោយកម្រាលព្រំពណ៌ក្រហមឆ្អៅនៅតាមដងផ្លូវកៅស៊ូដ៏រលោងការកង្កោកធំបានលាសន្ធឹងមេឃធាងរបស់វាដូចជាដៃដែលកំពុងតែបង្ហាញនៅចង្កោមផ្កាពណ៌ក្រហមស្រស់និងពណ៌ក្រហមទុំនៅពេលខ្យល់សមុទ្របក់ម្ដងការទាំងនេះក៏បានរលាក់រលកទៅតាមខ្យល់ហើយផ្កាខ្លះក៏បានជ្រុះរយរាយពេញដីបង្កើតបានជាផ្លូវពណ៌ក្រហមយ៉ាងប្រណិតប្រៀបដូចជាការចាំទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងអធិកអធមអ្វីដែលធ្វើឲ្យការទស្សនាផ្កាកង្កោកនៅខេត្តកែបមានភាពពិសេសជាងកន្លែងផ្សេងទៀតនោះគឺបរិយាកាសអ្នកទេសចរបើកយឺតតាមដងផ្លូវដែលអមដោយដើមកង្កោកស្រូបយកបរិយាកាសខ្យល់បរិសុទ្ធលាយឡំទៅនឹងក្លិនសមុទ្រតិចពន្លឺព្រះអាទិត្យដែលជះបង្លើផ្កាពណ៌ក្រហមកាត់ថ្ងៃផ្ទៃមេឃពណ៌ខៀវស្រងាត់និងពណ៌បៃតងនៃភ្នំកែបបង្កើតបានជាគំនូររូបដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយនិងរំសាយអស់ទុក្ខកង្វល់និងភាពនឿយហត់ពីការងារសម្រាប់មិត្តយុវវ័យគូស្នេហ៍ឬក្រុមគ្រួសារនេះគឺជាឱកាសល្អតែម្ដងការនេះរីកតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំការជ្រុះនៅតាមដងផ្លូវក្រុងកែបនាពេលនេះគឺសុទ្ធតែជាស្ទូឌីយោធម្មជាតិដែលអាចឲ្យលោកអ្នកផ្ដិតយកនៅអាល់ប៊ុមរូបថតដ៏ស្រស់ស្អាតទុកជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្រៅពីការគយគន់ផ្កាកង្កោកភ្ញៀវទេសចរក៏អាចបន្តដំណើរទៅឆ្នេរសមុទ្រកែបសម្រាប់លំហែកាយលើឆ្នេរខ្សាច់ដ៏រលោងនិងងូតទឹកសមុទ្រដ៏ត្រជាក់ចិត្តផ្សារក្តាមរីករាយជាមួយគ្រឿងសមុទ្រស្រស់ជាពិសេសក្តាមសេះចម្អិនជាមួយម្រេចកំពតដែលជាមុខម្ហូបដ៏ល្បីប្រចាំតំបន់អូសៀនជាតិភ្នំកែបសម្រាប់អ្នកចូលចិត្តដើរលេងព្រៃការទៅមើលថ្ងៃលិចលើកំពូលភ្នំកុំទុកឲ្យឱកាសដ៏កម្រនេះកន្លងផុតទៅរៀបចំកញ្ចប់ខោអាវណាត់មិត្តភ័ក្តិឬមនុស្សជាទីស្រឡាញ់ដើម្បីទៅទទួលយកភាពស្រស់ត្រកាលនៃក្រុងផ្កាកង្កោកក្រហមនាចុងសប្តាហ៍នេះទាំងអស់គ្នា